ចុះសិនហត់ចាយចង់និយាយថាចាចាយគឺជាប្រពន្ធចិត្តធัวប្រពន្ធណាប្រពន្ធដើមចិត្តធัวចាយមិនតាមមកវាយអូនឯងទេមិនដូចក្នុង Facebook ដូចក្នុង Page TikTok អីថាវាយប្រពន្ធចង់អត់ទេចាយប្រពន្ធដើមចិត្តធัวចាយមកនេះគឺមកសម្រួលបាក់ចិត្តដល់នឹងអូនណាត់ជួបហើយឥឡូវមិនដឹងធ្វើវិធីអីប្រពន្ធអត់យល់ចិត្តអីសោះមកអើយមានថាយកទៅធ្វើទេថយមកជើងទៀតអើយចិត្តទៅឆ្ងាយណាស់នេះខំប្រវាយខំអីប៉ុណ្ណាកូននៅទៅជួបគ្នាឆ្ងាយមីអូនទាំងដែរស្អាតប៉ុណ្ណឹងដែរចង់បានប្តីក្មេងចង់បានប្តីអ្នកមានមិនក៏បានដែរអត់ព្រមទៅយកហើយមកយកតែអតាតងោហ្នឹងមកគិតស្រាប់ទៅមីអូនហ្នឹងដូចកាយនៅពីកំមុំចឹងតែស្អាតមកកណោស្រឡាញ់អត់ស្រឡាញ់តែបែបតងោហ្នឹងតែបន្ទោខាងស្រីក៏មិនកើតមកពីប្តីយើងហ្នឹងបើប្តីយើងមិនទៅលួងលោមមិនទៅធ្វើឲ្យគេស្រឡាញ់ក៏គេមិនងប់ងល់ដល់ថ្នាក់នេះឥឡូវបើយើងគិតតាមធម៌ព្រះទៅយើងខ្ជិលប្របែកពិបាកហើយណាមួយឥឡូវហ្នឹងតាំងពីសម្រាកូនហើយការងារក៏ច្រើនទៀតចានឆ្នាំងអីនៅរាយពេញហ្នឹងល្អដែរបើបានមីអូននឹងមកជួយការងារផ្ទះជួយការងារអីមើលកូនមើលអីចឹងទៅយើងធូរដែរណាមែនតាឥឡូវសម្រេចចឹងហ្មងណាសម្រេចថាឲ្យមីអូនមកនៅនឹងហ្មងតាបានជួយការងារផ្ទះជួយអីទៅស្រួលដែរអូនបងយកទៅធ្វើណាទៅធ្វើអីអត់ថាមិនខ្ញុំនៅបាក់បានបើចាញ់តែវាអត់ច្បាស់បងអញមានទូរស័ព្ទអីមិនទូរស័ព្ទទៅទូរស័ព្ទឯងមើលទូរស័ព្ទកូនមើលរហូតគាត់ទៅថ្ងៃអត់សំឡេងហ្មងគឺរវល់ថ្ងៃហ្មងបានហើយបងយកទៅធ្វើតែហ្នឹងទៅជួយអូននឹងទៀតហើយតែមើលទៅបោកបែកនឹងម្ដងមើលទៅបោកភ្លឺចាំមើលបានដែរអីទៀតអាប់នេះបានទៅជួបអូនអញទៀតហើយយកទៅធ្វើបងយកទៅធ្វើអត់មានទេប៉ាសិនឆាតហើយទៅមកឡើងច្បាស់ចាយហ្នឹងយកទៅធ្វើល្បិចហ្មងហ្នឹងម៉ែនៅហ្នឹងណាទៅមើលបានសិនអើយអញគិតតែមិនទេអើយគិតជ្រុះសក់ហើយអញធ្វើធ្លាក់មកថាឆ្មារត់បុកមកអូបែកហើយអញបានទៅជួបមីអូនអញអើយបែកចឹងឆ្មារត់បុកមកញ៉ុនឥឡូវយកទៅធ្វើនេះចឹងមកយកទៅណាហ្នឹងហើយបើទៅខូចឲ្យនិយាយទៅអូយលោកដល់ថ្នាក់ហ្នឹងប្តីខ្ញុំហើយតែចង់ជួបអូនហ្នឹងដល់ថ្នាក់បោកទូចោលហើយហ្នឹងអើយទៅប្របែកក៏ប្របែកបានតែទៅព្រះទៅចាំគុំឲ្យប្រវងទៅកុំឲ្យពិបាកពេកអូនណាយកអូនទៅហៅអូនណាហើយចាំទៅតាមក្រោយទៅផ្សំគុំឲ្យនៅក្នុងហ្មងអូនអើយយើងមកជួបគ្នាទៀតអើយអូនបងញ៉ាំទទួលណាអញទទួលបាយយកមកធ្វើបងអ្នកបោកទេបងហៅទទួលបងទៅជួបស្រីបងណាបាទបងទៅជួបស្រីបងតិចបាទអើយបងនេះមកទាំងមកក្រក់ស្រីច្រើនទៀតឯងនេះបុកឡើងសង្ហាអត់មានណាស្រីស្រឡាញ់សោះអូយបងងៅយូរមែននេះចាំគាត់យូរហីនឹកបងងៅដល់នេះអូនចាំបងយូរអូចាំមិនយូរបាញ់ធ្វើយូរម៉េចមុនមកជួបអូនឯងនឹងបងបោកទទួលអស់មួយហើយអូណាបាយជិះនឹកបាត់ងៅហ្នឹងបងក៏នឹកអូនដែរបងធ្វើម៉េចទៅអូនឯងមិនរត់មកអូបងធ្វើម៉េចទេនេះមានធ្វើម៉េចឥឡូវរត់មកបងអូយចុះសិនហត់ចាយចង់និយាយថាចាយគឺជាប្រពន្ធចិត្តធัวប្រពន្ធណាប្រពន្ធដើមចិត្តធัวចាយមិនតាមមកវាយអូនឯងទេមិនដូចក្នុង Facebook ដូចក្នុង Page TikTok អីថាវាយប្រពន្ធចង់អត់ទេចាយប្រពន្ធដើមចិត្តធัวចាយមកនេះគឺមកសម្រួលចាយគ្រាន់ចង់សួរឲ្យច្បាស់ថាមីអូនឯងនឹងស្រឡាញ់ប្តីចាយមែនអត់មែនចាមែនស្រឡាញ់ក្បាត់តងៅគាត់នេះហើយហ៊ានធ្វើគ្រប់យ៉ាងដើម្បីប្តីចាយអត់បានចាបានហើយជាប់បើសិនជាការងារផ្ទះដាំបាយលាងចានហើយមើលកូនចឹងឯនេះទទួលខុសត្រូវមើលការខុសត្រូវផ្ទះនឹងធ្វើបានអត់ចាទទួលច្បាស់ណាហ៊ានអត់ចឹងព្រមណាយកគ្នាទៅចឹងព្រោះចែបើវាយប្តីចាយណា
ទៅយកគ្នាតែមកទៅចាយផ្សំគុំឲ្យពួកអីបំវាយក៏ពិបាកដែរបើចាយវាយប្តីចាយតែវាយមិនគឺចង់និយាយថាខូចទៅសារប្តីយើងហ្មងគាត់តែមកជួបខ្លួនឯងវាយទូវាយអីវាយផ្ទៃអស់ទៅហាងបានទេទៅយកគ្នាតែមកទៅអរគុណនេះចាយអរគុណនេះ អរគុណប្រពន្ធសម្លាញ់អរគុណ ទៅអូយមីអូនអើយមីអូនឯងកាំហើយមីនាង ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃទី11ខែឧសភាឆ្នាំ2025ខាងមុខនេះចំថ្ងៃទីវាអ្នកម្ដាយក្រុមហ៊ុន Boostrong មានមហាព្រឹត្តិការណ៍ដ៏ធំមួយគឺកម្មវិធី Boostrong ប្រកាសរកកូនល្អប្រកួតសងគុណអ្នកម្ដាយយករង្វាន់ធំទឹកប្រាក់ចំនួន$10000ម៉ូតូថ្មីនិងសម្ភារៈមានតម្លៃជាច្រើនជូនអ្នកម្ដាយក្នុងមហាព្រឹត្តិការណ៍ Boostrong កូនល្អសងគុណអ្នកម្ដាយរបៀបប្រកួតកូនល្អបរិសុទ្ធល្អឈរដាក់កំប៉ុង Boostrong ក្នុងអាវដោយស្ត្រីពណ៌ពោះឈរឲ្យបានយូរជាងគេប្រកួតនៅថ្ងៃទីវាអ្នកម្ដាយទី11ខែឧសភាឆ្នាំ2025ខាងមុខនេះចាប់ពីវេលាម៉ោង 4 រសៀលតទៅទីតាំងនៅបរិវេណទល់មុខវត្តស្ងួនពេជ្រខណ្ឌកំបូររាជធានីភ្នំពេញបាទអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចទៅចូលរួមប្រកួតទាំងអស់គ្នាណាបង្ហាញក្តីស្រឡាញ់នៅថ្ងៃទីវាអ្នកម្ដាយប្រកួតយកទឹកប្រាក់ចំនួន$10000ជូនអ្នកម្ដាយនិងម៉ូតូថ្មីនិងសម្ភារៈមានតម្លៃជាច្រើនទៀតអញ្ចឹងកុំភ្លេចទៅចូលរួមប្រកួតទាំងអស់គ្នាណាជូនពរឈ្នះទាំងអស់គ្នា